Good morning everyone, all the students. And now I want to show you about comparative and superlative. And in Khmer mean that ទំហៀបប្រៀបធៀបនិងទំហៀបផ្ដាច់ comparative មានន័យថាទំហៀបប្រៀបធៀប superlative មានន័យថាទំហៀបផ្ដាច់ Okay, now we study about comparative form. ទាំងមានទម្រង់ subject plus be plus adjective plus er plus than plus object. So example, Dararat is taller than his brother. ចឹង Dararat គឺខ្ពស់ជាងប្អូនប្រុសរបស់គាត់ ហើយចឹងនេះជាទំហៀបប្រៀបធៀបដោយសារយើងប្រៀបធៀបមនុស្សពីរនាក់ថា Dararat គឺខ្ពស់ជាង brother របស់គាត់ He is older than me. បាទគាត់គឺចាស់ជាងខ្ញុំអញ្ចឹងវាចូលទម្រង់ subject plus be be គឺ is adjective plus er គឺ older អញ្ចឹង than បន្ទាប់មកយើង plus នឹង object. Okay, now we go on. Okay, use set ការប្រើប្រាស់ We use comparative to compare two things which one is bigger, taller, smarter, higher, slimmer, younger. ចេះសម្រាប់ការប្រើប្រាស់យើងប្រើប្រាស់ comparative ដើម្បីប្រៀបធៀបវត្ថុពីរជាមួយនឹងមួយគឺធំជាងខ្ពស់ជាងឆ្លាតជាងខ្ពស់ជាងរាង slim ជាងឬក៏ស្គមជាងក្មេងជាង អូខេ មានច្រើនទៀតណា Example, motorbike is faster than the bike. ចឹងម៉ូតូគឺលឿនជាងកង់ អូខេ Okay, now we go on. Negative form. ចឹងសម្រាប់ទម្រង់បដិសេធយើងមាន subject plus be plus not plus adjective plus er plus than plus object or complement. ចឹងយើងមានទម្រង់ប្រធានបូកនឹង to be បូកនឹង not បូកនឹងគុណនាមថែម er បូកនឹង than ប្រែថាជាងហើយ plus នឹងកម្មបត្តិឬក៏ពាក្យបង្គ្រប់ន័យ Example, motorbike is not ឬក៏ isn't faster than the car. ចឹងម៉ូតូគឺវាមិនលឿនជាងឡាននោះទេ My ruler isn't longer than yours. ចឹងបន្ទាត់របស់ខ្ញុំគឺមិនវែងជាងបន្ទាត់របស់អ្នកទេណា ចឹងis នេះមកពី be not មានន័យថា is បូកនឹង not ណា ចឹងដើម្បីខ្លាយជាទម្រង់បដិសេធយើងគ្រាន់តែថែម not ទៅលើ to be ទៅហើយយើងអាចសរសេរជាទម្រង់កាត់បានដូចជា is not ទៅជា isn't ចាំមើលបន្តទៀត question form ចឹងទម្រង់សំណួរទម្រង់សំណួរយើងយក be មកដាក់ខាងមុខ be plus subject plus adjective plus er plus than plus object or complement ចឹង be យើងស្គាល់មានន័យខ្លះមាន is am are Example, is motorbike faster than the bike ចឹងគេចង់សួរថាតើម៉ូតូនឹងលឿនជាងកង់ឬតើប្រយោគមួយទៀត Are they older than you? Are they older than you? តើពួកគេនឹងចាស់ជាងអ្នកឬចាស់ក្រោយយើងប្រើ is ដោយសារ subject ជា singular subject ជាបរិបទទី3ឯកវចនៈអញ្ចឹងយើងប្រើ to be is
are they older than you ពីបានគេប្រើ are ដោយសារ subject they វាពហុវចនៈចឹងយើងប្រើ are មើលយើងមកមើលនេះ comparative with two syllable up ចឹងទំហៀបប្រៀបធៀបជាមួយនឹងពាក្យដែលមានពីរព្យាង្គឡើងចឹងមានទម្រង់ form subject plus be plus more plus adjective plus than plus object or complement ចឹងយើងយក subject បូកនឹង be ហើយបូកនឹង more ហើយបូកនឹងគុណនាមដើមហើយយើង plus នឹង than plus កម្មបត្តិមកតាមឬក៏ពាក្យបង្គ្រប់ន័យ example My flower is more beautiful than yours ថាផ្ការបស់ខ្ញុំហ្នឹងគឺវាស្រស់ស្អាតជាងផ្ការបស់អ្នកចឹង beautiful ជាគុណនាមដែលមាន4ព្យាង្គចឹងយើងត្រូវប្រើ more វាចាប់ពី2ព្យាង្គឡើងយើងប្រើ more Whiteboard is more expensive than marker ក្តារខៀនគឺថ្លៃជាង Fert ចឹង expensive គុណនាមមាន3ព្យាង្គចឹងយើងប្រើ more នៅក្នុង comparative ហើយយើងមកសិក្សាពី superlative superlative មាន form subject plus be plus the plus adjective plus est plus object ចឹង example The rabbit is the tallest in the class ចឹង The rabbit គឺជាបាទគឺខ្ពស់ជាងគេបំផុតនៅក្នុងថ្នាក់ He is the oldest man in my class គាត់គឺជាមនុស្សចាស់ជាងគេបំផុតនៅក្នុងថ្នាក់ចឹងវាចូលទម្រង់ subject បូក be បូក the បូក adjective plus est ហើយ plus នឹង man មាន man នេះជា noun in my class ជាពាក្យបង្គ្រប់ន័យតែយើងមើល superlative use ការប្រើប្រាស់ use superlative to show that someone or something is the tallest smartest biggest oldest ចឹងយើងប្រើប្រាស់ superlative ដើម្បីបង្ហាញពីនរណាម្នាក់ឬអ្វីមួយដែលខ្ពស់បំផុតតូចបំផុតធំបំផុតចាស់បំផុតអូខេមកពាក្យ big នេះទៅជា biggest យើងថែម double g ដោយសារវាចូលទម្រង់ CVC អញ្ចឹងយើងថែម g មួយទៀត example The rabbit is the biggest man in our class ចឹង The rabbit គឺជាបុរសធំជាងគេបំផុតនៅក្នុងថ្នាក់របស់ពួកយើងចាហ្នឹងជាទំហៀបផ្ដាច់ហើយ He is the smartest man in my class គាត់គឺជាបុរសដែលឆ្លាតជាងគេបំផុតនៅក្នុងថ្នាក់ Okay, we continue about negative form of superlative ចឹងមានទម្រង់ subject plus be plus not plus the plus adjective plus est plus object ចឹងនៅក្នុងទម្រង់បដិសេធយើងគ្រាន់តែថែម not នៅពីមុខ to be មកទៅលើប្រយោគស្រប example The rabbit isn't the biggest man in our class ចឹងន័យថា The rabbit គឺមិនមែនជាបុរសដែលធំជាងគេបំផុតនៅក្នុងថ្នាក់របស់ពួកយើងទេ He isn't
smartest man in my class គាត់មិនមែនជាមនុស្សឆ្លាតបំផុតនៅក្នុងថ្នាក់របស់ខ្ញុំទេឬក៏មនុស្សឆ្លាតបំផុត Okay, we go on. Question form. When question form យើងយក be មកដាក់ខាងមុខ okay, plus subject plus not plus the adjective plus est plus object. Example. Is Dararat the biggest man in our class? តា Dararat ហ្នឹងគឺជាមនុស្សដែលធំជាងគេបំផុតនៅក្នុងថ្នាក់របស់យើងឬ Is he the smartest man in my class? នេះយើងដាក់ question mark មកខ្ញុំច្រឡំដាក់ចុច Superlative with 2 syllable up អញ្ចឹងសម្រាប់ទំហៀបផ្ដាច់ដែលមានគុណនាមលើសពី2ព្យាង្គ Positive form យើងមាន subject plus be plus the plus most plus adjective plus object example Dararat is the most handsome here ចឹង Dararat គឺសង្ហាបំផុតនៅទីនេះ Driving with drunk is the most dangerous on the street បើមានថាការបើកបរនៅក្នុងភាពស្រវឹងគឺវាជាគ្រោះថ្នាក់បំផុតនៅលើដងផ្លូវឬក៏នៅលើវិថី Okay, thank you for watching the video and I hope you enjoy the lesson. Okay, see you next time. Good luck.